តើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគ្រប់គ្នាតែងតែប្រាប់យើងឲ្យផឹកទឹកឲ្យបានច្រើននៅក្នុងមួយថ្ងៃថ្ងៃនេះយើងនឹងមកពិនិត្យមើលការពិតតាមបែបវិទ្យាសាស្ត្រវិញម្ដងវិទ្យាសាស្ត្រនៅពីក្រោយការស្រេកទឹករាងកាយមនុស្សយើងមានជាតិទឹកប្រហែល 60% ទៅ 70% ទឹកមិនមែនគ្រាន់តែសម្រាប់បំបត្តិស្រេកទេប៉ុន្តែវាជាអ្នកដឹកជញ្ជូនវាដឹកនាំសារធាតុចិញ្ចឹមទៅកាន់កោសិកានិងជួយបណ្ដេញជាតិពុលតាមរយៈតម្រងនោមនៅពេលរាងកាយខ្វះជាតិទឹកតែ1 ទៅ 2% ប៉ុណ្ណោះខួរក្បាលផ្នែក hypothalamus នោះនឹងបញ្ចេញសញ្ញាប្រកាសអាសន្នថាស្រេកទឹកហើយដូច្នេះការផឹកទឹកតាមអារម្មណ៍ស្រេកគឺជាសភាវគតិវិទ្យាសាស្ត្រដ៏ត្រឹមត្រូវបំផុតរូបមន្តគណនាដែលផ្សារភ្ជាប់ទៅនឹងជីវិតពិតវិទ្យាសាស្ត្រពិតប្រាកដនិយាយថាមនុស្សម្នាក់ៗត្រូវការទឹកមិនដូចគ្នាទេនេះជារូបមន្តងាយៗទម្ងន់គីឡូគុណនឹង 0.033 ឧទាហរណ៍បើបងប្អូនទម្ងន់60គីឡូក្រាមបងប្អូនត្រូវការផឹកទឹកប្រមាណ2លីត្រតែបើបងប្អូនធ្វើការក្រោមកម្ដៅថ្ងៃនៅក្នុងស្រុកខ្មែរឬហាត់ប្រាណបែកញើសខ្លាំងបងប្អូនត្រូវបូកបន្ថែម 0.5 ទៅ1លីត្រទៀតដើម្បីជំនួសជាតិរ៉ែដែលបាត់បង់តាមញើសសញ្ញាព្រមានពីតម្រងនោមវិធីដែលច្បាស់ជាងគេគឺមើលទឹកនោមរបស់យើងទី1បើទឹកនោមមានពណ៌ថ្លាដូចទឹកមានន័យថាអ្នកផឹកទឹកច្រើនពេកហើយលើសកម្រិតទី2ពណ៌លឿងស្រាលដូចចំបើងនេះគឺជាកម្រិតសុខភាពល្អបំផុតទី3ពណ៌លឿងដិតឬពណ៌ទឹកក្រូចសូមប្រុងប្រយ័ត្ននៅពណ៌នេះពីព្រោះតម្រងនោមរបស់អ្នកកំពុងស្រេកឃ្លានទឹកហើយការផឹកទឹកត្រឹមត្រូវជួយឲ្យខួរក្បាលស្វាហាប់និងភ្នែកភ្លឺថ្លាកុំចាំតតែស្រេកទឹកខ្លាំងទៅផឹកតែមានដបទឹកនៅជិតខ្លួនជានិច្ចបើបងប្អូនយល់ថាព័ត៌មានបែបនេះមានប្រយោជន៍កុំភ្លេចចុច like និង share ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ជួបគ្នាជាមួយនឹងខ្ញុំបកស្រាយរាល់ចម្ងល់នៅវីដេអូក្រោយសូមអរគុណ